Demeter មានឈ្មោះរ៉ូម៉ាំងថា Ceres ជាបុត្រីទី2របស់ទីឋាន Kronos និង Rhea នៅក្នុង version class Demeter ត្រូវបានគេហៅថាមេតាផែនដីឬ Mother Earth ផងដែរប៉ុន្តែយើងពុំគួរច្រឡំ Demeter និង Gaia នោះឡើយ Gaia គឺជាតំណាងផែនដីតែម្ដងចំណែកឯ Demeter ជាព្រះនៃកសិកម្មនិងការប្រមូលផលទ្រង់ពាក់ព័ន្ធជាមួយនឹងជីវជាតិរបស់ដីDemeter មិនដែលសូវឡើងទៅឋាន Olympus ដែលជាទីប្រជុំនៃព្រះទាំងឡាយនោះឡើយទ្រង់ចំណាយពេលវេលាភាគច្រើននៅជាមួយផែនដីជាមួយដំណាំនិងជាមួយដីតែម្ដងគេពណ៌នាថាព្រះ Demeter ជាព្រះដែលមានសម្រស់ល្អគុណនិយាយរួមទៅគ្រប់ព្រះ Olympus ទាំងអស់គឺសុទ្ធតែជាស្រីស្អាតទ្រង់មានភាពថ្លៃថ្នូរមានទម្រង់ជាស្ត្រីវ័យកណ្ដាលមានទឹកមុខមាំប៉ុន្តែស្ងប់ស្ងាត់ប្រកបដោយទឹកចិត្តល្អសមនឹងធម្មជាតិរបស់ទ្រង់ជាអ្នកមើលថែរក្សានិងផ្ដល់ជីវិតដល់មនុស្សតាមរយៈភោគផលដំណាំដាំដុះជាទូទៅគេឃើញទ្រង់អង្គុយជាមួយពស់ឬជ្រូកដែលជាសត្វតំណាងឲ្យជីវជាតិនៃផែនដីហើយរុក្ខជាតិរបស់ Demeter គឺស្រូវសាលីដែលតំណាងឲ្យភោគផលដំណាំចំណែកឯទ្រង់វិញទ្រង់កាន់ស្នែងនៃភាពបរិបូរណ៍ដែលគេហៅថា Cornucopia ក្រោយមកទៀតគេឃើញទ្រង់ក្នុងទម្រង់កាន់ចន្លោះចង្គៀងជាតំណាងឲ្យការស្វែងរកបុត្រីសំណព្វចិត្តរបស់ខ្លួន Persephone ដែលទៅព្រះ Hades ចាប់ទៅនៅក្នុងរឿងនេះ Hades ជាព្រះនៃឋានក្រោមនិងជាប្អូនបង្កើតរបស់ទ្រង់តែម្ដងបានចាប់ពង្រត់បុត្រីរបស់ទ្រង់ Persephone ទៅឋានក្រោម Persephone ជាបុត្រីរបស់ Demeter ប៉ុន្តែតើនរណាជាបិតារបស់ Persephone យើងប្រកាសជាអាចទាយបានយើងមានពេល6វិនាទីដើម្បីទាយប្រហែលជាយើងទាយត្រូវហើយ Zeus នឹងហើយជាបិតារបស់ Persephone ដែលត្រូវ Hades ចាប់ពង្រត់ Demeter បានរកបុត្រីសពទីកន្លែងដោយទុកសម្រេចក្តីទុកនេះធ្វើឲ្យ Demeter បោះបង់ចោលតួនាទីជាព្រះរបស់ខ្លួនធ្វើឲ្យផែនដីប្រេះក្រហែងមានជីវជាតិគ្មានផលដំណាំផ្សេងៗធ្វើឲ្យមនុស្សជាតិរងទុក្ខនិងប្រឈមនឹងការផុតពូជចុងក្រោយ Zeus ដែលមិនអាចឈរមើលមនុស្សជាតិរលាយបានទ្រង់ក៏ចូលមកធ្វើជាអាជ្ញាកណ្ដាលដើម្បីសម្របសម្រួលឲ្យ Persephone មកជួបព្រះមេដាវិញប៉ុន្តែដោយ Persephone បានទទួលទានទទឹមដែលជារបស់ដែលដាំដុះនៅឋានក្រោមដូច្នេះហើយទ្រង់មិនអាចចាក់ចេញពីឋានក្រោមជារៀងរហូតនោះឡើយទ្រង់បានក្លាយជាមនុស្សរបស់ឋានក្រោមបាត់ទៅហើយប៉ុន្តែដោយការសម្របសម្រួលនឹងចរចាគ្នា Persephone នឹងចំណាយពេល1/3នៅជាមួយ Hades ហើយក្រៅពីនោះនឹងនៅជាមួយមាតារបស់ខ្លួនវត្តនេះបង្កើតឲ្យមានជារដូវនៅលើផែនដីដោយពេលដែល Demeter នៅជាមួយ Persephone ជាកូនទ្រង់នឹងសប្បាយចិត្តបង្កើតឲ្យមានគមហរដូវនិងនិតិខរដូវហើយពេលដែល Persephone ត្រូវនៅឋានក្រោមជាមហេសីរបស់ Hades Demeter ទ្រង់ក៏ពិបាកចិត្តឡើងវិញបណ្ដាលឲ្យកើតមានសត្យរដូវនិងសិសិរដូវដែលជារដូវរងានិងរដូវស្លឹកឈើជ្រុះជារដូវដែលមិនអាចមកកើនផលបាន Demeter ពុំសូវមានមុខច្រើននៅក្នុងទេវកថានោះឡើយក្រៅតែពីរឿងពង្រត់ Persephone ខាងលើទ្រង់ដើរតួនាទីសំខាន់នៅក្នុងទេវកថាតែមួយទៀតប៉ុណ្ណោះទេវកថាមួយនោះគឺតាក់ទងនឹងសេដ្ឋីលោភលន់ម្នាក់ដែលជាស្ដេចដែលកាប់ដើមឈើដ៏ពិសិដ្ឋរបស់ទ្រង់ទោះបីជាព្រះចេញមកប្រមានក៏ដោយក៏សេដ្ឋីរូបនោះនៅតែបន្តកាប់រហូតទាល់ខ្ទេចខ្ទី Demeter ក៏បានសងសឹកទៅបរិះដ៏ក៏ឃ្លានអ្នកនោះឲ្យធ្វើឲ្យគាត់ឃ្លានរហូតដល់ហូបចំណាយអស់ទ្រព្យសម្បត្តិនិងលក់កូនខ្លួនឯងដើម្បីហូបទៀតម្ដងហើយម្ដងទៀតបរិះម្នាក់នោះរកអ្វីមកបំពេញភាពស្រេកឃ្លានពុំបានចុងក្រោយក៏ហូបខ្លួនឯងទំពាខ្លួនឯងរហូតទាល់តែបាត់បង់ខ្លួនស្លាប់បាត់បង់ជីវិតតែម្ដងទៅទាំងនេះគឺជារឿងរ៉ាវនិងប្រវត្តិរបស់ព្រះ Demeter ជាព្រះមួយអង្គក្នុងចំណោមព្រះ Olympus ទាំង12ទៅភាពបន្ទាប់យើងនឹងនិទានអំពីព្រះចុងក្រោយនិងជាព្រះច្បងគេក្នុងចំណោមបងប្អូនទាំង6នាក់របស់ Zeus ត្រូវជាកូនរបស់ Kronos និង Rhea សូមអរគុណ